បងកំពុងតែជួបវិញរឿង boost ថ្លៃលុះមកដាច់នៅម្លងពេលឆ្នាំថ្មីចូលខែថ្មីនេះជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះមានចង់បង្ហាញពាក់ព័ន្ធជាមួយនឹងកលឹះខ្លះៗដែលជួយដោះស្រាយរាល់បញ្ហាពុកម៉ែបងប្អូនបានខ្ញុំគិតថាពុកម៉ែបងប្អូនកំពុងតែជួបច្រើនពាក់ព័ន្ធជាមួយនឹងការ boost ថ្លៃការ boost ហើយជាពិសេស boost ថ្លៃហើយអត់មាន message ទៀតជាពិសេសបង boost នឹង boost line តែម្ដងឬក៏ boost ស្លឹកអីហ្នឹងអញ្ចឹងពាក់ព័ន្ធជាមួយបញ្ហាទាំងអស់នេះគឺយើងមានការបែងចែកនៅកត្តា3ដែលបណ្ដាលឲ្យបញ្ហានេះកើតឡើងនៅក្នុងឆ្នាំថ្មីឬក៏ជាពិសេសខែថ្មីហ្នឹងណាទី1ពាក់ព័ន្ធជាមួយនឹង page ណាទី1ពាក់ព័ន្ធជាមួយនឹង page ទី2ពាក់ព័ន្ធជាមួយនឹងការរើសជាមួយនឹង content គួរតែយក content បែបណាឬក៏យើងគួរតែបែប content បែបណាដែលវា boost ទៅឲ្យវាស៊ីជាមួយនឹងប្រព័ន្ធសេរី Facebook ដែលគាត់ update សេរីថ្មីនេះណាទី3ពាក់ព័ន្ធជាមួយនឹងកលឹះ boost សេរីថ្មីដែរព្រោះ boost យើងអាច boost នៅតែប្រើសេរីចាស់បានទេហើយយើងឆ្ងល់ណាស់ចេះថៃបានយើង boost ថ្មីតែងាកទៅដៃគូប្រកបវិជ្ជារបស់យើងគេលក់បានរហូតមិនធ្វើលក់បានរហូតទេម្លងដល់ពេលយើងលក់ដាច់នេះគឺគាត់លក់មានតែការឡើងអញ្ចឹងដោយសារតែគាត់ដឹងកលឹះថ្មីឬក៏បច្ចេកទេស boost ថ្មីឬក៏ហៅថាគាត់តនៅសម័យកាលរបស់ Facebook ដែលគាត់កំពុងតែអាប់ដេតនេះអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលកំពុងតែជួបបញ្ហាបែបហ្នឹងបងប្អូនកុំបន្តឲ្យបញ្ហាហ្នឹងកើតឡើងនៅលើ page ពុកម៉ែបងប្អូនឬក៏កើតឡើងនៅលើការរស់ស៊ីរបស់ពុកម៉ែបងប្អូននៅពេលបច្ចុប្បន្ននេះអីអញ្ចឹងបងប្អូនអាចរកនៅអ្នកជំនាញដែលគាត់ជួយដោះស្រាយរាល់បញ្ហាពុកម៉ែបងប្អូនដែលកំពុងតែជួបបញ្ហាទាំងអស់ហ្នឹងពុកម៉ែបងប្អូនណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានសេវាកម្មខាងមីនឬក៏បងប្អូនចង់ដោះស្រាយរាល់បញ្ហានេះពុកម៉ែបងប្អូនអាចចាំមកកាន់ page មីនបានឬក៏អាចឆាតទៅកាន់បងប្អូនផ្សេងៗទៀតដែលគាត់មានបច្ចេកទេសក្នុងការដោះស្រាយរាល់បញ្ហាពុកម៉ែបងប្អូនជួបបញ្ហាបែបនេះពុកម៉ែបងប្អូនសម្រាប់ពុកម៉ែបងប្អូនដែលចង់បានសេវាកម្មខាងមីនមកថាទិញ page ឬក៏ទិញ TikTok ឬក៏សេវាកម្មរៀនឬក៏សេវាកម្ម boost live ឬក៏ boost pod ទេខាងមានឥឡូវមានការបញ្ចុះតម្លៃរហូតដល់ 40% ភ្លាមៗពុកម៉ែបងប្អូនណានៅពេលដែលពុកម៉ែបងប្អូនទទួលសេវាកម្មហើយភ្លាមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនចង់ដោះស្រាយរាល់បញ្ហាពុកម៉ែបងប្អូនកំពុងតែជួបនេះពុកម៉ែបងប្អូនចាំមកកាន់ page មីនបានសូមអរគុណ